ពាក់ព័ន្ធទៀតចិត្តគ្នាអាហ្នឹងវាច្រើនកើតទៅលើទីអាយុចាប់ពី20ថ្ងៃទៅរហូតដល់មួយខែកន្លះវ័យហ្នឹងគឺវ័យដែលវាកំពុងតែលូតលាស់ហើយរោមរបស់វាកំពុងតែដុះលូតលាស់ដែរអញ្ចឹងអារោមបំពង់ខ្ចីហ្នឹងវាដុះចេញមកធ្វើឲ្យវាចឹកស៊ីបាទហើយបើសិនតែយើងមិនយកចិត្តទុកដាក់ទេអាចចឹកដល់ងាប់ដូចគ្នាបាទមានចឹកដល់ងាប់ហ្មងហ្នឹងបញ្ហាវានៅនឹងកត្តា stress ហើយ stress ពាក្យថា stress មិនមែនតែរឿងតែមួយណានោះទេតែវាកត្តារួមផ្សំខ្ញុំនិយាយពី3 4ចំណុចចុះទី1គឺចំណីបើកាលណាតែវាមិនគ្រប់គ្រាន់ណាមិនគ្រប់គ្រាន់កន្លែងនេះចង់និយាយតាំងពីជីវជាតិគុណភាពបាទជីវជាតិហ្នឹងព្រោះដល់ច្រើននៅទាតែធំតិចទៅយើងចាប់ដើមផ្សំចំណីបាទកាលយើងផ្សំពីលិចពីកាត់ហ្នឹងធ្វើឲ្យវាខ្វះជីវជាតិហ្នឹងខ្វះហ្នឹងគឺទី1ខ្វះជីវជាតិហ្នឹងហ្មងអញ្ចឹងធ្វើឲ្យវាខ្សែឃ្លានបងប្អូនឃើញទេបើសិនជាយើងឲ្យស៊ីចំណីសម្រាប់សុទ្ធណាទានឹងស៊ីតិចទេស៊ីតិចប៉ុន្តែមានអារម្មណ៍ថាឆ្អែតស្កប់ស្កល់ហ្មងហើយអត់សូវឃ្លានរត់ប្រសិទ្ធប្រស័យទេប៉ុន្តែនៅពេលដែលយើងលាយផ្សំបន្លែច្រើនមកមានដើមចេកមានកន្ទក់មានអីច្រើនអញ្ចឹងបងប្អូនដាក់បរិមាណច្រើនជាងមុនប៉ុន្តែអាសភាពឃ្លានរបស់វានៅតែខ្លាំងដែរស៊ីខ្លាំងណាស់ឃ្លានខ្លាំងណាស់ដោយសារអីគឺដោយសារតែកម្រិតជីវជាតិនៅក្នុងចំណីនឹងវាធ្វើឲ្យវាមិនអាចស្កប់ស្កល់បានវារាងកាយវានៅតែត្រូវការឃ្លានអញ្ចឹងគុណភាពចំណីសំខាន់កន្លែងហ្នឹងបាទហើយមួយទៀតការដាក់ចំណីហ្នឹងឲ្យចំពេលវេលាអាហ្នឹងសំខាន់ណាស់ក្នុងសៀវភៅហ្នឹងខ្ញុំបានសរសេរបញ្យល់ហើយបងប្អូនទិញសៀវភៅទៅអនុវត្តធ្វើតាមហ្នឹងកម្រកើតមានណាព្រោះយើងដឹងម៉ោងណាដែលវាធ្វើទុកហ្នឹងម៉ោងដែលសំខាន់បំផុតគឺព្រឹកភាសាវាដេកមកយប់មកចន្លោះពីម៉ោង7ដល់ម៉ោង9បងប្អូនដាក់មិនទាន់ទេម៉ោងហ្នឹងច្រើនចាប់គ្នាម៉ោង11 12ទៅម៉ោង1ចន្លោះហ្នឹងទៀតរសៀលអត់សូវទេបាទរសៀលមិនសូវទេព្រោះវាកាលណាវាស៊ីចំណីពីព្រឹកពីថ្ងៃអីហើយអញ្ចឹងដល់ពេលរសៀលអារម្មណ៍របស់វាអត់សូវជួលច្បល់ទេហ្នឹងណានឹងពាក់ព័ន្ធនឹងចំណីកត្តាទី2ធំគឺផ្ទៃទ្រុងគេហៅថាដង់ស៊ីតេរបស់ទ្រុងហ្នឹងកុំឲ្យចង្អៀតដើម្បីឲ្យវាមានកន្លែងដែលវាអាចរត់គេចបានណាគឺអញ្ចឹងវាគឺយើងចាំយើងត្រូវសិក្សាពីដង់ស៊ីតេរបស់ទ្រុងដែរសម្រាប់ទាជំទង់នឹងមួយការ៉េ4ក្បាល5ក្បាលអីចឹងទៅបាទអាហ្នឹងចឹងណាហើយតូចវាទៅតាមនឹងទៀតបើទាមេផ្សេងទៀតអាហ្នឹងដង់ស៊ីតេផ្ទៃទ្រុងមកនិយាយទៅថាផ្ទៃកលាទ្រុងយើងសិក្សានឹងឲ្យទៅសមត្របបាទមួយទៀតកត្តាបរិស្ថានជុំវិញស្អុះស្អាប់បាទមានក្លិនមានអីច្រើនហើយធ្វើឲ្យសត្វវាកើតមានអារម្មណ៍មួម៉ៅអាហ្នឹងក៏ជាហេតុរួមផ្សំដែរអញ្ចឹងបងប្អូនត្រូវមានដំណោះស្រាយគឺបងប្អូនអាចបង្កើតជាអាងសិប្បនិមិត្តអាងទឹកសិប្បនិមិត្តដើម្បីឲ្យទាវាចូលទៅលេងខ្លះហើយទឹកហ្នឹងវាជួយបានច្រើនទៅលើការលូតលាស់ហើយនឹងសុខភាពស្បែកនិងរោមរបស់វាហ្នឹងបាទហើយជាពិសេសគឺកាត់បន្ថយអាភាព stress បាទបើពិសេសនៅរដូវក្តៅហើយបើសម្រាប់មេបាវិញទឹកហ្នឹងគឺល្អសម្រាប់ការបង្កាត់ពូជអាហ្នឹងគឺសំខាន់ណាបាទអញ្ចឹងបងប្អូនអាចកែសម្រួលតាមអ្វីដែលខ្ញុំបានលើកឡើងហ្នឹងទៅគឺនឹងអាចដោះស្រាយបានណាបាទអរគុណសម្រាប់ព័ត៌មានផ្សេងៗណាបងប្អូនចាប់ដើមចាំបងប្អូនជួបបញ្ហាច្រើនអញ្ចឹងជៀសវាងការខូចខាតជៀសវាងបញ្ហាដែលយើងធ្វើហ្នឹងវាមិនដឹងថាខុសឬក៏ត្រូវធ្វើឲ្យយើងខាតបង់ពេលវេលាបងប្អូនអាចសិក្សាតាមមេរៀនដែលខ្ញុំបានសរសេរបងប្អូនអាចទិញជាសៀវភៅយកទៅរៀនឬក៏បច្ចុប្បន្នក៏យើងមានវគ្គសិក្សាតាមអនឡាញដែលមានជាវីដេអូបង្រៀនហើយបញ្ហាទាំងឡាយហ្នឹងនឹងត្រូវបានដោះស្រាយដោយសារយើងក្តាប់បានបញ្ហាដំណោះស្រាយហើយលទ្ធផលវាមកឯងហ្មងលេខទូរស័ព្ទនៅលើវីដេអូនេះសុទ្ធតែមានលេខ Telegram បាទសម្រាប់សៀវភៅសិក្សាគឺតម្លៃ$15ទេទៅសេទៅទាំងអស់ហ្មងនៅក្នុងនឹងមកផលិតកម្មរបស់ទាហ្នឹង